Bà sùng cụp bằng chùm riệp số bốc này bằng cổ. Nó ngày này ngày tịch chânក្រុមគ្រួសារបានមកលេងនៅផ្ទះដែលទើបសាងសង់ថ្មីហ្នឹងដើម្បីនាំគ្នាជួបជុំគ្នាធ្វើម្ហូបធ្វើអីញ៉ាំសម្រាប់ថ្ងៃអាទិត្យចឹងណាដែលសម្រាប់ពីការងារចឹងហើយក៏បាននាំគ្នាមកធ្វើម្ហូបធ្វើអីញ៉ាំជុំគ្នាចឹងទៅហើយនៅខាងក្រោយផ្ទះសិតតែសម្រាប់នឹងព្រៃដែលមិនទាន់បានស្កាបានអីចឹងទេណាបាទចឹងហើយបានពួកខ្ញុំបាននាំគ្នាមកសម្រាប់នៅទីនេះយប់ឡើងក៏ត្រឡប់ទៅវិញចឹងទៅណាហើយនេះគ្រួសារខ្ញុំបានធ្វើនៅម្ហូបធ្វើអីចឹងធ្វើមន់នេះអូនថ្លៃបានកាប់សាច់មន់ស្នាប់សាច់អីចឹងដើម្បីប្រឡាក់អាំងបាទទិញមន់ពិសាមកជិត2គីឡូបាទមកប្រឡាក់អាំងហើយបងអូនមួយទៀតនោះបងថ្លៃនោះគេទិញទាមកធ្វើអីមកជូរក្រាក់ជូរអីគេនោះបាទចឹងហើយមានអីទេមានណាជួបជុំគ្នាម្នាក់ធ្វើនេះម្នាក់ធ្វើនោះអ្នកតិចចឹងទៅណាហើយខាងក្រោយផ្ទះនេះមានដើមល្មុតដើមអីដើមស្វាយដើមអីចឹងទៅមកនេះមកដើម្បីសម្រាប់ហែកាយដោយសារផ្ទះក៏មិនតាន់បានឡើងបានអីហើយនេះជាផ្លែល្មុតហើយស្ទាបទៀតទៅឃើញថាទុំមកផ្លែនៅលើហ្នឹងបាទចឹងក៏បេះមកញ៉ាំផ្អែមដែរផ្លែទុំដើមហ្នឹងគឺញ៉ាំផ្អែមណាបាទមានល្មុតប្រមាណដើមដែរនៅខាងក្រោយផ្ទះហើយនេះបងអូនថ្លៃគាត់បានធ្វើសម្លគេហៅថាសម្លក្រាក់ណាបាទសម្លក្រាក់ទានេះសាច់ទាឃើញថាគាត់បានស្លបានអីចឹងរៀបចំដាក់គ្រឿងឆាដោយសារតែគាត់កាប់សាច់កាប់អីចឹងធ្វើគ្រឿងធ្វើអីពីផ្ទះមកហើយស្រេចបាទមកដល់គ្រាន់តែចាប់ដើមយើងកូរយកចឹងណាឆាយកម្លីងវាឲ្យនេះហើយបានគេដាក់ទឹកដាក់អីហើយនេះជាម្ទេសយើងបានបន្លែហ្នឹងយើងត្រូវដាក់ម្ទេសខ្លោកបាទពណ៌ខៀវឆ្ងាញ់ត្រូវគ្រឿងក្រើវាហ្នឹងបាទមិនដឹងថាបងប្អូនបានសារដែរនៅទេរឿងសម្លជូរក្រាក់នេះបាទឆ្ងាញ់ណាស់គេថាមកជូរកូនកាត់ធ្វើលឿនជាងជូរយើងបាទហើយក៏ពេលតនេញ៉ាំបាយញ៉ាំអីហើយហ្នឹងក៏ឆ្លៀតមកធ្វើនេះខាងក្រោយផ្ទះនេះនាំគ្នាលើកដើមដូងដែលកាប់ហើយចាស់ហ្នឹងដើម្បីត្រៀបហើយនឹងប្រមូលសម្រាមប្រមូលឲ្យជំរះនៅដើមវស្អីដែលផាត់ជុំវិញហ្នឹងបាទគោវាទុំដុំប៉ុន្តែដុតបានដុតដែរដុតហ្នឹងវាមិនមែនដុតសម្រាប់ដូចយើងនៅទីក្រុងដូចថង់អីផ្លាស្ទិកអីទេនេះគឺជាសម្រាមបាទអញ្ចឹងយើងក៏មិនដុតខ្លាំងដែរដុតតិចអត់ហ៊ានដុតខ្លាំងទេបាទហ្នឹងហើយក្រោយពីជំរះអីចឹងទៅស្អាតទៅឃើញថាស្រឡះអូខេបាទហើយក៏ចូលដល់យប់ល្មមយើងក៏ចាប់ដើមនាំគ្នាហូបចុកតទៀតបាទបាយហើយមកអង្គុយបន្តិចទៅក៏ឲ្យវាជាក់ខ្លួនជាក់អីទៅក៏នាំគ្នាត្រឡប់ទៅផ្ទះវិញទៅបាទចឹងសម្រាប់ការជួបជុំគ្រួសារបងប្អូន3-4នាក់នេះថ្ងៃទឹកឡើងគាត់ចង់មកធ្វើអីហូបជុំគ្នាចឹងណាវាមិនមានអីច្រើនទេមានតែតិចតួចហ្នឹងបាទចឹងហើយបាននាំគ្នាជាងគោគ្នាមកត្នេមកណាត្នេណាត្នេតាមហ្នឹងបាទផ្ទះនេះម្ដាយខ្ញុំគាត់ធ្វើដើម្បីទុកសម្រាប់គាត់មករស់នៅ2-3 ខែអញ្ចឹងគាត់ត្រឡប់ទៅវិញអញ្ចឹងទៅបាទ
សូមអរគុណសម្រាប់ការទស្សនានិងតាមដានហើយកុំភ្លេចជួយចុច Subscribe Channel YouTube ក៏ដូចជា Follow Facebook Like Share តាមនឹងបាទសូមអរគុណសម្រាប់ការចុច Subscribe របស់បងប្អូនបាទក្នុង YouTube សូមអរគុណនិងជម្រាបលាបាទ